កិច្ចប្រជុំកំពូលអាស៊ានលើកទី46ចាប់ផ្ដើមនៅម៉ាឡេស៊ីក្រោមប្រធានបទការរួមបញ្ចូលនិងនិរន្តរភាពវ៉ាវចំណេញកំ KK The Resident 598ប្រកបអាជីវកម្មស្នាក់នៅជួលក្នុងពេលតែមួយ 3 in 1 រីករាយនឹងការបញ្ចុះតម្លៃច្រើនសន្ធឹកសន្ធាប់រហូតដល់ 10% និងលក្ខខណ្ឌបង់ប្រាក់មានច្រើនជម្រើសសូមទំនាក់ទំនងឥឡូវនេះសម្រាប់ព័ត៌មានបន្ថែមប្រទេសម៉ាឡេស៊ីទទួលបានសិទ្ធិរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី46ដោយចាប់ផ្ដើមពីថ្ងៃទី26រហូតដល់ថ្ងៃទី27ខែឧសភាក្រោមប្រធានបទការរួមបញ្ចូលនិងនិរន្តរភាពកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងឆ្នាំនេះត្រូវបានរៀបចំធ្វើឡើងនៅក្នុងទីក្រុងកូឡាឡាំពួរខណៈនាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ីមបានទទូចឲ្យសមាជិកអាស៊ានទាំងអស់ត្រូវតែធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងភាពផ្លាស់ប្ដូរសន្តិភាពពិភពលោកក៏ដូចជាធានាបានថាអាស៊ាននៅតែទទួលបានផលប្រយោជន៍រួមបើទោះជាស្ថានភាពសេដ្ឋកិច្ចសកលលោកមានភាពប្រែប្រួលបែបណាលោកអាន់វ៉ាបានសង្កត់ធ្ងន់ថាអាស៊ានមានដៃគូសំខាន់ជាច្រើនដូច្នេះការពង្រឹងកិច្ចសហការតាមតំបន់ជាពិសេសជាមួយចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតក្នុងតំបន់និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ GCC គឺជារឿងដែលចាំបាច់បន្ថែមពីនោះថ្នាក់ដឹកនាំប្រទេសម៉ាឡេស៊ីរូបនេះក៏បានសំណូមពរជាថ្មីថាបច្ចុប្បន្នបណ្ដាប្រទេសជាច្រើនរួមទាំងអាស៊ានកំពុងរងផលប៉ះពាល់នៃគំនាបពន្ធគយពីអាមេរិកដូច្នេះហើយសមាជិកអាស៊ានទាំងអស់គួរតែរួមដៃគ្នាពង្រឹងពាណិជ្ជកម្មនៅក្នុងតំបន់ឲ្យកាន់តែខ្លាំងជាងមុនដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារបញ្ហាពន្ធគយអាមេរិកក៏ដូចជាពង្រីកចរន្តសេដ្ឋកិច្ចរៀងៗខ្លួនផងដែរ